មានរបស់ពីរយ៉ាងដែលមនុស្សលើពិភពលោកយើងនឹងអាចមានណាបដិសេធសំបីតែម្នាក់បងប្អូនចង់ដឹងថារបស់ពីរយ៉ាងជាអីគេអត់ complete មើលវីដេអូមួយនឹងរហូតដល់ចប់ទាំងអស់គ្នាមនុស្សយើងតែកាលណាយើងបាត់ពីរយ៉ាងនឹងហើយគឺយើងរស់នៅអត់សូវមានសេចក្តីសុខនៅក្នុងជីវិតប្រហែលទេបងប្អូនមកស្ដាប់ទាំងអស់គ្នាមើលថាតើរបស់ពីរយ៉ាងជាអីគេខ្លះទី1បងប្អូនអរគ្នាអត់ដែលមានណាម្នាក់ឬក៏មនុស្សណាម្នាក់នៅលើពិភពលោកយើងនឹងអត់ដែលមានអ្នកបដិសេធទៅលើរឿងលុយទេអញ្ចឹងប៉ប៉នឹងមនុស្សយើងនាពេលបច្ចុប្បន្នបងប្អូនអរគ្នាឲ្យតែយើងមានពេលមានឱកាសគឺយើងប្រឹងរកលុយស្វះស្វែងរកប្រភពចំណូលនឹងច្រើនមែនតើឲ្យតែយើងមានពេលឬក៏មានអ្វីដែលយើងអាចធ្វើបានមិនថាការងាររកស៊ីការងារជួញដូរឬក៏ការងារយើងធ្វើតាមសហគ្រាសរបស់ឧស្សាហកម្មឬតាមក្រុមហ៊ុនអង្គការស្ថាប័នផ្សេងធ្វើម៉េចឲ្យយើងនឹងអាចរកចំណូលបានដើម្បីរស់នៅក្នុងរូបភាពមួយដែលយើងអាចមានទ្រព្យសម្បត្តិក៏ដូចជាមានថវិកានឹង support នៅក្នុងជីវិតរស់នៅរបស់យើងប្រចាំថ្ងៃរឿងទី2ដែលមនុស្សយើងអាចមានអ្នកណាបដិសេធសំបីតែម្នាក់គឺទៅលើរឿងសុខភាពអញ្ចឹងបងប្អូនអរគ្នាមិនថាអ្នកមានអ្នកក្រធនណាកដាលធនមធ្យមទេគឺប្រាថ្នាមួយសូមតែសេចក្តីសុខឲ្យមានសុខភាពល្អអាយុវែងកុំឲ្យមានជំងឺនៅក្នុងរូបរាងកាយហើយបងប្អូនដឹងស្រាប់ហើយជាទូទៅនៅក្នុងសម័យនេះបើសិនជាបងប្អូនស្រឡាញ់អាយុជីវិតមួយហ្នឹងលោកតាណាតែបងប្អូនហ្នឹងមានភាពតស៊ូអត់ធ្មត់ក៏ដូចជាមានវិន័យនៅក្នុងការរស់នៅវិន័យទី1គឺវិន័យទៅលើការហាត់ប្រាណជាប្រចាំវិន័យទី2ការញ៉ាំទឹកគ្រប់គ្រាន់វិន័យទី3គឺវិន័យនៅក្នុងការគេងធ្វើម៉េចឲ្យគ្រប់គ្រាន់កុំឲ្យលើសម៉ោងដែលធ្វើឲ្យបងប្អូនហ្នឹងកាត់បន្ថយអាយុជីវិតហើយមួយវិញទៀតបងប្អូនអរគ្នាវិន័យនៅក្នុងការដែលបងប្អូនចាត់ចែងរបបអាហារទី1កាត់បន្ថយប្រៃខ្លាំងកាត់បន្ថយផ្អែមខ្លាំងអាហារកែច្នៃអាហារសាច់បង្កក់អាហារប្រែរូបអីផ្សេងដែលគេចម្រាញ់ចេញចូលនៅក្នុងរោងចក្រហ្នឹងសតតែជាអាហារដែលបងប្អូនញ៉ាំទៅគឺមានហានិភ័យទៅលើសុខភាពបងប្អូនប្រព្រឹត្តអីគឺបងប្អូនទទួលបាននឹងសម័យនៃពេលបច្ចុប្បន្ននេះដោយគេតែនិយាយលេងថាយប់9អញ្ចឹងបងប្អូនអ្នកគ្នាអញ្ចឹងសម័យពីដូចជាយប់កាលនេះបងប្អូនញ៉ាំផ្អែមបងប្អូនមានឱកាសកើតទឹកនោមផ្អែមបងប្អូនញ៉ាំប្រៃមានឱកាសឡើងសម្ពាធឈាមមានបញ្ហាខូចចម្រងនោមឬក៏ប៉ះពាល់ទៅដល់ប្រព័ន្ធអាស័យឈាមមនុស្សយើងបងប្អូនញ៉ាំអាហារកែច្នៃច្រើនមានហានិភ័យខូចអាំងសាលីនប៉ះពាល់ទៅដល់ដែលយើងមានកោសិកាទៅនឹងអាហាររីកថ្ងៃក្រោយអាហារដែលប្រើអរម៉ូនច្រើនប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់មនុស្សយើងអីចឹងទៅអញ្ចឹងបងប្អូនអរគ្នាមនុស្សយើងតែកាលណាយើងអត់ទាន់ឈឺយើងអត់ទាន់ជួបនៅវិបត្តិជំងឺហ្នឹងទេបងប្អូនអត់សូវមានអារម្មណ៍ឈឺចាប់ឬក៏ថាច់អារម្មណ៍ប្រហែលទេខ្ញុំឧទាហរណ៍ថាបងប្អូនឃើញវីដេអូគេប៉ះពាល់នឹងគេកាត់ជើងទៅនឹងអ្នកដែលគាត់មានបញ្ហាខូចអាំងសាលីនឬក៏មានផលប៉ះពាល់ទៅលើទឹកនោមផ្អែមបងប្អូនឃើញគេកាត់ជើងបងប្អូនអត់សូវមានអារម្មណ៍ឈឺចាប់ប្រហែលទេតែបើសិនជាបងប្អូនធ្លាប់មានក្រុមគ្រួសារក៏ដូចជាសម័យខ្លួនឯងកំពុងតែជួបវិបត្តិហ្នឹងគឺបងប្អូនថាច់អារម្មណ៍ខ្លាំងមែនតើអញ្ចឹងបងប្អូនអរគ្នាតើតែបងប្អូនមានឱកាសថែសុខភាពបានគឺព្យាយាមថែពីឥឡូវកុំចាំដល់ឈឺកុំចាំដល់ជួបវិបត្តិសុខភាពទៅបងប្អូនហ្នឹងរកពេលនៅក្នុងការដែលបងប្អូនយកចិត្តទុកដាក់ហាត់ប្រាណបានតើនៅដើរបានតើនៅគេងបានតើនៅញ៉ាំបានបងប្អូនដែលធ្វើអ្វីដែលជួយទៅដល់សុខភាពហ្នឹងឆ្លៀតពេលបងប្អូនអរគ្នាការដែលយើងស្រឡាញ់សុខភាពមិនមែនស្រឡាញ់នៅពេលដែលបងប្អូនហ្នឹងមានពេលសម្រាប់លើក្រៅពេទ្យទេការដែលយើងស្រឡាញ់សុខភាពហ្នឹងគឺពាក្យថាស្រឡាញ់បានន័យថាយើងស្រឡាញ់តនៅសុខភាពយើងហ្នឹងអត់តន់ឈឺព្រោះពាក្យថាយើងស្រឡាញ់យើងការពារមុនយើងឈឺគឺបងប្អូនមានឱកាសថែទាំរូបរាងកាយមួយហ្នឹងកុំឲ្យមានបញ្ហាធ្ងន់ធ្ងរឬក៏ស្រោចស្រង់លែងបានឬក៏កែលែងឡើងនៅថ្ងៃណាមួយអញ្ចឹងបើប៉ុណ្ណឹងការដែលយើងចូលរួមតាក់ទងជាមួយនឹងថែទាំសុខភាពគឺមានតែសម័យខ្លួនឯងយើងទេដែលយើងតស៊ូដែលយើងមានវិន័យនៅក្នុងការដែលធ្វើឲ្យរឿងផ្សេងទូចដែលយើងរស់នៅប្រចាំថ្ងៃហ្នឹងការញ៉ាំទឹកការគេងការដើរការសម្រាកការធ្វើនេះធ្វើនោះសពបែបយ៉ាងគឺសុទ្ធតែជារឿងទូចដែលរួមផ្សំឲ្យបងប្អូនទទួលបាននៅអាយុកាលមួយគឺអាយុវែងហើយសុខភាពល្អនឹងឯងអញ្ចឹងចូលរួមទាំងអស់គ្នាបងប្អូនអរគ្នាការចែកចាយវីដេអូថ្ងៃហ្នឹងគឺរូបសម្បត្តិមានការចូលរួមតែប៉ុណ្្នឹងទេហើយអរគុណដល់បងប្អូនអរគ្នាដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានវីដេអូរូបសម្បត្តិហ្នឹងរហូតដល់ចប់ទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នា